អូខេចឹងសម្រាប់វីដេអូនេះធ្វើឡើងសម្រាប់គ្នាយើងដែលគាត់អត់ទាន់ចេះក្នុងការប្រើប្រាស់នៅ laptop ដំបូងហើយចង់ដឹងពីរបៀបក្នុងការគេប្រើប្រាស់បែបណាចាប់ផ្ដើមពីចំណុចណាតែម្ដងអូខេចឹងយើងមករៀនទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅតែម្ដងដែលខ្ញុំមាននៅ tip ជាច្រើនក្នុងការបង្ហាញបងប្អូនពីរបៀបក្នុងការរៀនក្នុងការប្រើប្រាស់ laptop ដំបូងបំផុតតែម្ដងអូខេចឹងសម្រាប់គ្នាយើងដែលគាត់អត់ទាន់ចេះគាត់មើលវីដេអូនេះគឺថាល្អខ្លាំងមែនទែនអូខេចឹងសម្រាប់គ្នាយើងណាដែលគាត់អត់ទាន់បានចុចតាមដាននៅវីដេអូរបស់ខ្ញុំអាចចុចជំនួសសញ្ញា subscribe ដើម្បីទទួលបាននៅវីដេអូថ្មីៗឬក៏ចំណេះដឹងល្អៗទាក់ទងនឹង computer អូខេចឹងតាមដានវីដេអូយើងទាំងអស់គ្នាអូខេចឹងក្នុង tip ដំបូងទី1តែម្ដងខ្ញុំធ្វើការពីរបៀបក្នុងការភ្ជាប់ជាមួយនឹង Wi-Fi ឬក៏ Bluetooth អូខេចឹងដើម្បីភ្ជាប់បានទី1បងប្អូននៅផ្ទះបងប្អូនគ្រាន់តែមានជំនួសWi-Fi មួយឬក៏អាច share ពីទូរស័ព្ទយើងក៏បានដែរដែលបងប្អូនប្រើប្រាស់ជំនួសប្រភេទទូរស័ព្ទមិនថា Android ឬក៏ iOS ទេបងប្អូនចូលទៅកាន់ hotspot ហើយបន្តមកបងប្អូនធ្វើការបើក hotspot ដើម្បីយើង connect អូខេចឹងបងប្អូនណាដែលគាត់អត់ទាន់ចេះក្នុងការរបៀបបើក hotspot អាច comment ខាងក្រោមខ្ញុំនឹងធ្វើវីដេអូជូនអូខេចឹងកុំឲ្យខាតពេលយូរបងប្អូនទី1បងប្អូនងាកមកមើលខាងក្រោមនេះអូខេចឹងសម្រាប់គ្នាយើងងាកមើលខាងក្រោមនេះបងប្អូននឹងឃើញជាមួយនឹងរូបផែនដីអូខេចឹងសម្រាប់រូបផែនដីនេះគឺវាថាវាអត់តាមបាន connect ជាមួយនឹង internet ពីខាងក្រៅទេចឹងដើម្បី connect បានគ្នាយើងគ្រាន់តែចុចទៅលើមួយនឹងទៅ mouse ស្ដាំចុចទៅនឹងទៅអូខេចឹងបន្តមកគ្នាយើងចុចទៅលើពាក្យថារូប Wi-Fi ដែលគេដាក់អក្សរ Wi-Fi នេះយើងចុចលើវាម្ដងទៀតអូខេចឹងមកដល់ត្រង់ចំណុចនេះបងប្អូនគ្រាន់តែ connect ជាមួយនឹង Wi-Fi ដែលមាននៅផ្ទះបងប្អូនទៅអូខេអញ្ចឹងខ្ញុំធ្វើការ connect មួយនេះដោយសារនេះខ្ញុំបាន connect ហើយអូខេចឹងសារតេស្ត connect ខាងក្រោមនេះបងប្អូនចឹងដល់ត្រង់ចំណុចនេះបងប្អូនគ្រាន់តែវាយជាមួយនឹងប្រភេទ password របស់បងប្អូនទៅតាមផ្ទះរបស់បងប្អូននីមួយៗទៅអូខេចឹងនៅពេលដែលវាយឲ្យបងប្អូនគ្រាន់តែចុចnext ខាងក្រោមនេះទៅវានឹងធ្វើការបានហើយអូខេចឹងខ្ញុំបាន connect ហើយអូខេចឹងយើងចុច continue មកតង់ទៀតអូខេចឹងវាកំពុងតែដំណើរការនេះបងប្អូនចឹងវាបានទទួលបានអ៊ីនធឺណិតហើយអូខេចឹងមកដល់ត្រង់ចំណុចមួយទៀតខ្ញុំនិយាយអំពីក្នុងការ connect ជាមួយនឹង Bluetooth អូខេចឹងដើម្បី connect ជាមួយនឹង Bluetooth បានជាដំបូងបើ laptop ខ្លះវានឹងមាននៅត្រង់ចំណុចនេះអូខេចឹងវាស៊ីសងលើអ្នកតឡើង Windows ឲ្យបងប្អូនដែរឬក៏បងប្អូនដែលគាត់ទៅទិញ laptop ដែរអ្នកខ្លះគេអាច set ឲ្យយើងនៅត្រង់ចំណុចនេះទៅគឺវាភាពងាយស្រួលបងប្អូនគ្រាន់តែចូលទៅចុចលើវាទៅបងប្អូនគ្រាន់តែ add the Bluetooth device ចឹងថាយើងចូលទៅកាន់ add device ជាមួយនឹង Bluetooth ណាមួយដែលយើងចង់ភ្ជាប់ដូចជាកាសដូចជាអីហ្នឹងអូខេចឹងដោយសារនេះខ្ញុំបាន connect ជាមួយកាសឥឡូវខ្ញុំធ្វើការ cancel សិនអូខេខ្ញុំធ្វើការ cancel remove វាចោលដើម្បីខ្ញុំ connect ឲ្យបងប្អូនមើលតែម្ដងអូខេចឹងដើម្បី connect បានជាដំបូងអូខេចឹងខ្ញុំសូមប្រាប់ពីរបៀបមួយទៀតសិនបងប្អូនដោយសារអ្នកខ្លះវាអត់មាននៅលើទីនេះទេវាតម្រូវឲ្យយើងចូលទៅកាន់ Bluetooth ទៅហ្នឹងទៅវា load ឲ្យអូខេចឹងខ្ញុំសម្រាប់គ្នាយើងដែលគាត់អត់មាននៅខាងក្រោមនេះចឹងយើងគ្រាន់ងាកមកមើលខាងឆ្វេងដៃផ្នែកចុងផុតនេះគេដាក់ start menu របស់ Windows ហ្នឹងអូខេមិនថា Windows 10 ឬក៏ Windows 11ទេបើ Windows 11វាអាចនៅខាងនេះឬក៏សម្រាប់គ្នាយើងប្រើ Windows 10វានៅខាងចុងនេះអូខេអញ្ចឹងចុចមកត្រង់ហ្នឹងគ្នាយើងចុចទៅលើរូបខងចាក់នេះគេដាក់ setting ចូលទៅកាន់ setting អូខេអញ្ចឹងមកដល់ត្រង់ចំណុចមួយទៀតគ្នាយើងគ្រាន់តែ search នៅខាងលើនេះវាថា Bluetooth BUនេះបងប្អូនវានឹង load ខាងលើនេះតែម្ដងវាវាយតែ BUEWOTA ទៅវានឹង load មកហើយអូខេអញ្ចឹងមកដល់ត្រង់ចំណុចនេះបងប្អូនងាកមកមើលខាងលើគេបំផុតគេដាក់ add Bluetooth or other device អូខេអញ្ចឹងយើងចូលទៅកាន់ត្រង់ចំណុចហ្នឹងតែម្ដងហើយត្រង់ចំណុច3នេះបងប្អូនងាកមកមើលខាងលើនេះបំផុតតែម្ដងបងប្អូនចុចលើ Bluetooth ហើយត្រង់ចំណុចនេះវាកំពុងតែ scan រក device Bluetooth ណាមួយដែលយើងចង់ភ្ជាប់ដូចជាកាស AirPods អីចឹងទៅអូខេអញ្ចឹងដោយសារនេះខ្ញុំបាន device របស់ខ្ញុំកាសអូខេខ្ញុំធ្វើការចុចទៅលើវា
នេះបងប្អូនអញ្ចឹងមកបងប្អូនថ្មីវាអត់តាន់មែនទេវាអាចនឹងឲ្យយើងចុច connect មកតង់ទៀតដូចយើង connect ជាមួយនឹង Wi-Fi អញ្ចឹងអូខេនេះខ្ញុំបានធ្វើការ connect ហើយវា load ទៅទេអូខេអញ្ចឹងយើងចុចដានទៅអូខេអញ្ចឹងនៅពេលដែលវាបញ្ចប់ហើយវានឹងសូនៅខាងក្រោមនេះវាដាក់ audio មែនថាខ្ញុំជួយជាមួយនឹងប្រភេទកាសអូខេអញ្ចឹងត្រង់ចំណុចនេះពីរបៀបក្នុងការភ្ជាប់ជាមួយនឹង Bluetooth អូខេអញ្ចឹងយើងទៅចំណុចទី2ពីរបៀបក្នុងការបើកពន្លឺកុំព្យូទ័រឬក៏បើកសំឡេងកុំព្យូទ័រអូខេអញ្ចឹងខ្ញុំមកបង្ហាញដំបូងទៅនឹងពីរបៀបនៃការបើកសំឡេងទៅលើកុំព្យូទ័រអូខេអញ្ចឹងសម្រាប់សំឡេងយើងអាចមើលទៅលើ keyboard ណាមួយគេនឹងពាក្យរូបដូចជា macro អញ្ចឹងគេដាក់ដកមានថាវាដកសំឡេងគេដាក់បូកគេថាដាក់បូកសំឡេងអូខេឬក៏បងប្អូនមើលទៅលើ Windows តែម្ដងនៅខាងក្រោមនេះវានឹងសូមកបងប្អូនចុចទៅលើវាមកហើយបើបងប្អូនចង់តម្លាក់សលេងបងប្អូនចាប់ទាញវាស្គលវាមកក្រោមឬក៏បងប្អូននៅចង់តម្លើងសលេងចាប់ទាញវាមកលើវិញទៅវានឹងឡើងសលេងបិទសលេងតាមអ្វីដែលយើងចង់បានហើយអូខេអញ្ចឹងទៅលើចំណុចមួយទៀតពីរបៀបក្នុងការបើកពលឺអូខេអញ្ចឹងនៅលើ keyboard ក៏វាមានដែរ keyboard ខ្លះវាដាក់នៅខាងលើខាងជួរខាងលើទាំងអស់តែម្ដងkeyboard ខ្លះគេដាក់នៅខាងក្រោមអញ្ចឹងទៅអូខេអញ្ចឹងសម្រាប់ keyboard ខ្លះគេដាក់នៅលើបងប្អូនគាត់ណារូបដូចជាពលឺព្រះអាទិត្យគេដាក់សញ្ញាដកមានថាយើងដកពលឺបើគេដាក់សញ្ញាបូកគឺណាយើងបូកពន្លឺអូខេអញ្ចឹងបើបងប្អូនអត់តាន់ចេះប្រើប្រាស់ជាមួយនឹង function keyboard ទេបងប្អូនណាចូលទៅកាន់បើកបានបងប្អូនគ្រាន់តែចូលទៅកន្លែង start របស់ Windows នេះមួយទៀតអូខេអញ្ចឹងបងប្អូនបន្តមកបងប្អូនចូលទៅកាន់រូបកងចក្រនេះមួយទៀតរូបកងចក្រ setting នេះអូខេអញ្ចឹងមកដល់ត្រង់ចំណុចនេះបងប្អូនចូលទៅកាន់នេះខាងនេះគេដាក់ system អូខេយើងចូលទៅកាន់ system ហើយបន្តមកវានឹងសូខាងលើនេះបងប្អូនចុចទៅលើពាក្យថា display អញ្ចឹងនៅលើ display នេះយើងអាចតម្លាក់តម្លើងពលឺបានអ្វីតាមអ្វីដែលយើងចង់បានអូខេយើងអាចតម្លាក់បានតម្លើងបាននេះពីរបៀបក្នុងការតម្លើងពលឺនៅលើកុំព្យូទ័រអូខេអញ្ចឹងវាមានតែប៉ុណ្្នឹងទេហើយទៅលើចំណុចមួយទៀតសម្រាប់ភាសាដែលយើងចង់ដូរភាសាមកជាភាសាខ្មែរឬក៏ជាភាសាអង់គ្លេសអូខេអញ្ចឹងបងប្អូនជាទូទៅបើបងប្អូនទិញកុំព្យូទ័រថ្មីឬក៏មកទឹកអីបងប្អូនឲ្យជាងគេតម្លើងឲ្យហើយទៅដើម្បីភាពងាយស្រួលតែជាទូទៅភាគច្រើនបើយើងទៅទិញ laptop ឬក៏ desktop អីគឺជាងគេតម្លើងឲ្យហើយបងប្អូនចឹងបងប្អូនអាចមើលបាននេះគឺកន្លែងភាសាបងប្អូនឃើញ ENG មានថា English អូខេអង់គ្លេសហ្នឹងបងប្អូនហើយបងប្អូនចង់ដូរមកខ្មែរបងប្អូនចុចទៅលើពាក្យហ្នឹងទៅបងប្អូនយកខ្មែរនេះដែរបងប្អូនចុចលើខ្មែរទៅវានឹងមកជាភាសាខ្មែរឯងបងប្អូនអាចផ្សាយជាអក្សរខ្មែរបានអូខេឬក៏បងប្អូនចង់ដូរទៅជាភាសាអង់គ្លេសបងប្អូនចូលទៅកាន់ហ្នឹងបងប្អូនយកពាក្យ English ខាងលើនេះទៅវានឹងប្រើប្រាស់ជាភាសាអង់គ្លេសបានឯងអូខេឧទាហរណ៍ខ្ញុំមើលឧទាហរណ៍បងប្អូនមើលអញ្ចឹងខ្ញុំប្រើជាមួយនឹងប្រភេទ Note វាយឲ្យបងប្អូនមើលនេះគឺភាសាអង់គ្លេសអញ្ចឹងខ្ញុំអាចវាយ Cambodiaអូខេពីសអង់គ្លេសអញ្ចឹងបើបងប្អូនចង់ដូរមកជាភាសាខ្មែរបងប្អូនចូលទៅកាន់ទីហ្នឹងហើយបងប្អូននឹងឃើញពាក្យខ្មែរបងប្អូនវាយខ្មែរទៅចឹងថាវាយអក្សរខ្មែរអូខេនេះបងប្អូនគឺយើងអាចប្រើប្រាស់ជាភាសាខ្មែរបានហើយអូខេអញ្ចឹងត្រង់ចំណុចនេះគឺរបៀបក្នុងការដូរភាសាដែលយើងអាចផ្លាស់ប្ដូរពីភាសាអង់គ្លេសឬក៏ជាភាសាខ្មែរវិញបានអូខេអញ្ចឹងមកដល់ត្រង់ចំណុចមួយទៀតអ្វីដែលបងប្អូនគួរតែចេះមុនដំបូងបន្តមកទៀតបងប្អូនចូលទៅកាន់សូមប្រាប់បងប្អូនមួយទៀតកន្លែងនេះគឺយើងជាប្រភេទ time zone ដែលគេហៅថាម៉ោងហ្នឹងបងប្អូននេះយើងអាចមើលបានខាងនេះគេដាក់ម៉ោងថ្ងៃខែថ្ងៃទីអីហ្នឹងជាទូទៅ laptop ដែលយើងទិញមកគឺគេនឹង set ឲ្យ auto ឲ្យបងប្អូនអាចមើលបានពេលនេះម៉ោង 10:50 PM មានថាពេលយប់ថ្ងៃទីអីគឺវាសូលបង្ហាញនៅខាងក្រោមនេះតែម្ដងអូខេអញ្ចឹងដូចជាចំណុចមួយទៀតបងប្អូនចូលទៅកាន់ក្នុងការរបៀបក្នុងការខាត់អូខេអញ្ចឹង
ត្រង់ចំណុចទៀតដែលបងប្អូនគូតែចេះតែម្ដងគឺបងប្អូនអាចរៀនពីរបៀបក្នុងការដំឡើងកម្មវិធីណាមួយទៅអូខេអញ្ចឹងខ្ញុំសូមបង្ហាញតែម្ដងទៅលើការដំឡើងកម្មវិធីដូចជា YouTube ដើម្បីយើងទុកមើលមេរៀនអញ្ចឹងបងប្អូនទៅលើ laptop របស់យើងអូខេអញ្ចឹងជាដំបូងបងប្អូនអាចស្វែងរកជាមួយនឹងរូបជ្រោមនេះបានជាទូទៅ laptop ភាគច្រើនឥឡូវគេអាចនឹងដាក់ជ្រោមឲ្យបងប្អូននេះជាទូទៅតែម្ដងមិនថាជាងនៅខាងណាទេគឺប្រើនៅជ្រោម Google ជ្រោមនេះគឺថាភាពងាយស្រួលល្អខ្លាំងមែនទែនវាអត់មានលោតពាណិជ្ជកម្មលោតអីញ៉ៃទេបងប្អូនអូខេអញ្ចឹងដើម្បីយើងតម្លើងកម្មវិធីដូចជា YouTube Facebook Chat អីបានជាដំបូងបងប្អូនចូលទៅកាន់ជ្រោមហ្នឹង double click មកអូខេអញ្ចឹងយើងចូល double click ហើយបន្ទាប់មកបងប្អូន search ពាក្យថា Facebook អូខេ Facebook បងប្អូនវាយតែ FB ក៏បានដែរគឺវាអាចចេញដូចគ្នាជាទូទៅយើងវាយអក្សរកាត់ទៅដើម្បីភាពលឿនអូខេអញ្ចឹងបងប្អូនចូលទៅកាន់ facebook.com មកត្រង់ចំណុចនេះបងប្អូនជិះខ្វែងខាងនេះចេញមួយសិនដោយសារអ៊ីនធឺណិត slow បងប្អូនដោយសារនៅខាងលើ slow បន្តិចបងប្អូនជាស្រ័យអូខេអញ្ចឹងមកដល់ត្រង់ចំណុចនេះបងប្អូនមិនតាន់ send app កម្មវិធីឬក៏ send app account របស់យើងចូលទេយើងធ្វើការតម្លើងវាសិនបងប្អូនចូលទៅកាន់កន្លែងត្រី3អូខេចូលទៅកាន់កន្លែងត្រី3គ្នាយើងងាកមកមើលខាងក្រោមនេះគេដាក់cache share and cache save and share អូខេអញ្ចឹងបងប្អូនចុចលើនឹងមួយហើយបន្ទាប់មកបងប្អូន scroll អាម៉ៅនេះឲ្យជាប់ចូលទៅកាន់ install អូខេអញ្ចឹងយើងធ្វើការ install មកតង់ទៀតវានឹងបានកម្មវិធី Facebook Automatic តែម្ដងមិនចាំបាច់យើងចូលទៅតម្លើង software ដោយផ្ទាល់ទេនេះជាភាពងាយស្រួលមួយឬក៏បងប្អូនមួយទៀតបងប្អូនចូលទៅកាន់ Facebook នឹងដដែលដើម្បីងាយស្រួលមែនតើតែម្ដងបងប្អូននឹងឃើញនេះខាងលើនេះគេដាក់ពាក្យថា install ដូចគ្នាបងប្អូនចុចឡើងទៅយើងអាចចូល install បានហើយអូខេអញ្ចឹងទៅលើមួយទៀតinstall ជាមួយនឹង YouTube បងប្អូនវាយពាក្យថា YT ទៅហើយទីមែនថា youtube.com ហ្នឹងយើងសរកាត់អូខេអញ្ចឹងបងប្អូនចូលទៅកាន់ YouTube ត្រង់ចំណុចមួយនេះបងប្អូនចូលទៅកាន់ YouTube ហើយបងប្អូននឹងចូលទៅកាន់ install ដូចបំពេញមិញក៏បានឬក៏បងប្អូនប្រើប្រាស់យកតែម្ដងក៏បានដែរសម្រាប់ YouTube គឺងាយស្រួលមែនតើសម្រាប់យើងធ្វើការប្រើហើយជាទូទៅ YouTube ដំបូងកាលណាបើយើងចេញដំបូងអញ្ចឹងវាឲ្យយើង search អីមួយសិនទៅវា load បន្តទៀតអូខេអញ្ចឹងនេះបងប្អូនអាចចុច install នៅក្រង់ចំណុចនេះក៏បានដែរជាភាពងាយស្រួលអញ្ចឹងតែកម្មវិធីខ្លះវាអត់មានទេអញ្ចឹងបងប្អូនចង់ install YouTube បងប្អូនចុចទៅលើកន្លែងរូប computer នេះបងប្អូនចុចកន្លែងនោះមួយហើយបន្តមកចុចពាក្យថា install គឺងាយមែនទែនលឿនខ្លីខ្លឹមអូខេអញ្ចឹងយើងទទួលបាន YouTube ហើយនេះបងប្អូននេះ YouTube Facebook ដែលយើងបាន install មកមិញអូខេអញ្ចឹងក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេឬក៏បងប្អូនពេញចិត្តក្នុងវីដេអូនេះកុំភ្លេចជួយ like ជួយ share ឲ្យអ្នកដែលគ្នាយើងដែលគាត់អត់ទាន់ចេះប្រើប្រាស់ laptop ដំបូងអាចចូលមករៀនទាំងអស់គ្នាខ្ញុំនឹងមានជាមួយនឹងវីដេអូបន្តទៀតតាក់ទងនឹងចំណេះដឹង computer អូខេអរគុណបងប្អូនអ្នកគ្នាជួបនៅវីដេអូបន្តទៀតកុំភ្លេចជួយ like ជួយ share subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូមុនគេអរគុណបាយបាយ